ម៉ែប្រាប់កូនស្រីថាកូនអើយបើមានបរោះកំឡោះឯណាគេមកសំស្រឡាញ់កុំទទួលគេណាកូនណាកុំទាន់ទទួលគេទៅតឹងទៅតេងហ្នឹងត្រូវឆ្លើយប្រាប់គេតែខ្ញុំមិនទាន់ហ៊ានទទួលបានទេបងព្រោះខ្ញុំមិនមែនជាមនុស្សឯកោម្នាក់ឯងដូចព្រះអាទិត្យព្រះច័ន្ទមានតែម្នាក់ឯងទៅសួរអ្នកណាសម្រាប់ខ្ញុំមានលោកឪពុកអ្នកម្ដាយតែខ្ញុំមិនអាចហ៊ានទទួលបានទេព្រោះមានលោកឪពុកអ្នកម្ដាយជាធំលើខ្ញុំឲ្យមនុស្សអត់ចេះសង្គ្រោះគ្នាសំបីយើងដែលមានទ្រព្យធនក៏ត្រូវជួយសង្គ្រោះអ្នកដែលខ្វះខាតហ្នឹងដែរសំបីតែញោមញាតរកទ្រព្យសម្បត្តិបានហើយលោកឲ្យបែងចែកទ្រព្យសម្បត្តិជា4ដែលពន្រៀនខ្ទេចខ្ទីទាំងអស់រកទ្រព្យបានហើយណាខ្លាចយើងប្រើប្រាស់វាមិនត្រូវតាមធម៌បញ្រៀនឲ្យយើងប្រើប្រាស់ឲ្យតាមធ្វើឲ្យបែងជា4ចំណែក4ភាគទី1ចិញ្ចឹមជីវិតយើងប្តីប្រពន្ធអ្នករកទ្រព្យនោះភាគទី2ចិញ្ចឹមលោកឪពុកអ្នកម្ដាយយើងគិតចាស់ហើយប្រកិតចិញ្ចឹមយើងរួចហើយត្រូវយើងចិញ្ចឹមទៅវិញណាអានឹងសង្គ្រោះទៅវិញទៅមកទី3ចំណែកទី3ចិញ្ចឹមកូនយើងណាឲ្យយើងចិញ្ចឹមកូនហើយប្រពន្ធលោកប្រាប់ថាកូនជាឈើច្រត់របស់ខ្លួនយើងម៉ែឪដល់ចាស់ជារាទៅត្រូវពឹងកូនគឺឈើច្រត់ហ្នឹងឯងសម្រាប់ទុកខ្លួនរបស់យើងចាស់ជារាទៅមានធ្វើអីកើតអ្វីក៏ត្រូវឈើច្រត់នឹងជួយយើងទាំងអស់ហើយចំណែកទី3ចំណែកទី4ឲ្យកត់ទុកកប់ទុកគឺយកបរិច្ចាគទ្រព្យមួយចំណែកទៅធ្វើកុសលផលបុណ្យផ្សេងធ្វើជាប្រយោជន៍សម្រាប់មនុស្សទាំងឡាយទូទៅគេបានទទួលផលពីចំណែកទ្រព្យដែលយើងយកទៅកសាងសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពានដែលជាដើមនោះសម្រាប់ឲ្យមនុស្សទាំងឡាយបានទទួលប្រយោជន៍ពីហ្នឹងឬក៏ប្រព្រឹត្តកុសលផ្សេងដទៃទៀតដែលជួយសង្គ្រោះដល់អ្នកកំសត់ទូរគាត់ស្អីទាំងអស់អាហ្នឹងចំណែកដែលកត់ទុកអាហ្នឹងទ្រព្យរបស់យើងអាហ្នឹងឯងដែលយើងត្រូវកាន់យកទៅកាន់បរៈលោកនៅសួគ៌នឹងនិព្វានបានអាទ្រព្យទី4ហ្នឹងឯងនឹងពុទ្ធសាសនាវិញញោមញាតមានដែលដឹងឯណាបែងបានតែ4នេះណាញោមណាតែលើសពី4មានបញ្ហាហើយតែដល់5ញោមយកទៅធ្វើអីអាចំណែកទី5យកទៅធ្វើអីបើ4ហ្នឹងត្រឹមត្រូវហើយចិញ្ចឹមជីវិតខ្លួនឯងចិញ្ចឹមម៉ែឪចិញ្ចឹមកូនកប់ទុកជាប្រយោជន៍សាធារណៈចា5ញោមយកធ្វើអីមកញោមណាឆ្លៀវឆ្លាតមានបញ្ញាបញ្យល់អាត្មាមកយកទៅធ្វើអីអាទី5ហ្នឹងអញ្ចឹងហើយបងតាទី5ប្រកាសជាទៅលើការ៉ាអូខេរឹមច្រៀងផាក់ស៊ីរ៉ស្រីញីហើយបានប្រពន្ធលោកមិនអោយយើងចែកទេលោកចែកឲ្យយើងស្រេចឲ្យប្រើប្រាស់អនុវត្តទៅតាម4ហ្នឹងស្រាប់បានទេញោមញៀនណាញោមមើលរកអ្នកណាព្រះណាដែលល្អជាងប្រពន្ធទៅទៀតអត់មានទេនៅលោកនេះមានពុទ្ធសាសនាមួយបើឥឡូវណាកុំអោយពោលបោបាច់រៀបរាប់ទៅវែងឆ្ងាយពេកឥឡូវបំបែមកខ្លឹមសារវិញទីនេះគឺសម្ដែងពីសង្ឃៈធ្វើសង្គ្រោះមេត្តាបិតាទៅលើកូនចៅសង្គ្រោះមកវិញហើយនឹងស្វាមីសង្គ្រោះភរិយាសង្គ្រោះស្វាមីលើកតែប៉ុណ្ណឹងទេតែ2គូប៉ុណ្ណឹងទេយកមកពោលแล้วបានទេយកអាហ្នឹងមុនគេហើយមុនអីទាំងអស់សម្រាប់មេត្តាបិតាប្រពុតឲ្យសង្គ្រោះកូនប្រុសស្រីជួយដល់កូនរបស់ខ្លួនដោយស្ថាន5យ៉ាងប្រាប់ស្រេចមេត្តាបិតាក3ជួយដល់កូនប្រុសកូនស្រីនឹងអប់រំឲ្យកូនប្រុសកូនស្រីស្ថិតនៅក្នុងអិរិយាបថប្រកបដោយសិលធម៌ចរិយាធម៌ដ៏ល្អសុភាពរៀបរយជាកាយវិការរបស់ពុសពបរោះពាក្យថាសពបរោះគឺមនុស្សដែលស្ងប់អ្នកដែលមានកាយវាចាស្ងប់គេហៅសពបរោះ
នេះពាក្យថាសប្បុរសញោមជានិយាយអើយពួកសប្បុរសដល់សប្បុរសប៉មិនដឹងសប្បុរសនឹងស្អីប៉បើសតបល័យហ្នឹងបើថ្ងៃនេះសំដែងរង្គៀយវែកញែកប្រែពីបល័យមកខ្មែរឲ្យញោមញាតយល់ច្បាស់ពួកសប្បុរសគឺអ្នកដែលមានកាយវាចាស្ងប់គឺមិនធ្វើអំពើអាក្រក់ឈ្មោះថាអ្នកស្ងប់ណៃអប់រំកូនប្រុសស្រីឲ្យតាំងនៅក្នុងលក្ខណៈជាសប្បុរសតាំងពីកូននឹងដេកដើរឈរអង្គុយឲ្យមានអរិយាបថឲ្យរៀបរយល្អមានសណ្ដាប់ធ្នាប់ទៅតាមប្រពៃណីរបស់សង្គមជាតិយ៉ាងណាទី1ហើយទី2ហាមមិនឲ្យកូនប្រុសកូនស្រីប្រព្រឹត្តនៅអំពើអ្វីដែលវាឆ្កឹមឆ្គងគេហៅតែលក្ខណៈរបស់អសប្បុរសហ្នឹងបែបច្រឡំខាមស្ទាវទំនើងនឹងវាមិនសមរម្យមិនល្អវាឆ្កងនឹងសង្គមទំនើងសង្គមតាំងពីវាចាសម្ដីពោលក៏ត្រូវជាពោលភាសារបស់សប្បុរសចេះបានចេះចាស់ចេះខ្ញុំមិននៅសភាពរៀបរយចឹងនេះណែនាំហាមកូនមិនឲ្យធ្វើអំពើអាក្រក់ឯងអញនឹងពោលពាក្យឯងអញមាននេះមាននោះអានេះអានោះហ្នឹងភាសាអសប្បុរសត្រូវហាមឬកូនធ្វើអ្វីដែលមិនល្អក្នុងលក្ខណៈរបស់អសប្បុរសក៏បីហាមកូនហ្នឹងអានឹងសង្គ្រោះទី2សង្គ្រោះទី3កាលណាកូនប្រុសកូនស្រីចម្រើនលូតលាស់ល្មមនឹងទទួលការសិក្សារៀនសូត្របានក៏បីនាំកូនចូលទៅកាន់សាលារៀនដើម្បីនឹងសិក្សារៀនអក្សរសិល្ប៍វិទ្យាអក្សរសិល្ប៍វិទ្យានឹងឯងដែលធ្វើឲ្យកូននឹងមានបញ្ញាចំណេះចេះដឹងធ្វើឲ្យមានបញ្ញានឹងជាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាខ្មែរថាសេចក្តីដឹងទូទៅស្គាល់អ្វីដែលអាក្រក់ស្គាល់អ្វីដែលល្អដឹងទាំងអស់នឹងជាទូបញ្ញាហើយបញ្ញារបស់មនុស្សនឹងមិនគ្រប់គ្រាន់ទេយើងស្គាល់អីអានឹងជាបញ្ញាអ្វីដែលយើងមិនស្គាល់អត់មានបញ្ញាទេនឹងបញ្ញាយើងជាបទជននេះមិនគ្រប់គ្រាន់ទេបើបញ្ញារបស់ព្រះពុទ្ធបានមានទូទៅគ្មានសល់ចន្លោះត្រង់ណាទេតាណាក៏ព្រះពុទ្ធលោកជ្រាបគឺថាបញ្ញានឹងក្រៃលែងរកទីបំផុតគ្មានទេរឿងអតីតកន្លងមកហើយក្តីរឿងបច្ចុប្បន្នក្តីអនាគតក្តីព្រះពុទ្ធលោកជ្រាបបានទាំងអស់អត់ប្របាក់ដើរទៅពិនិត្យទៅត្រួតទៅពិសោធន៍គឺដឹងតែគិតរឿងអីដឹងរឿងនឹងតិចទីអស់បញ្ញារបស់ព្រះពុទ្ធគេហៅថាបញ្ញាលោកតរៈធัวបញ្ញាលើងក៏បញ្ញាជាលោកយៈសម្រាប់មនុស្សបទជនលោកីនេះកើតពីការរៀនការសូត្រនឹងឯងនេះតួបញ្ញាសំខាន់ទីសម្រាប់ជីវិតរបស់មនុស្សត្រូវឲ្យនាំកូនទៅកាន់សាលារៀនដល់ទៅកាន់សាលារៀនឲ្យត្រូវមានឧបាយបញ្យល់ណែនាំកូនយ៉ាងណាឲ្យកូនខំរៀនសូត្រឲ្យឆ្លងដល់ត្រើយរៀននោះមានត្រើយវាមានកំណត់ភូមិសិក្សានៅលើពិភពលោកសប្តាហ៍ថ្ងៃអស់ត្រឹមបណ្ឌិតចប់ហើយបណ្ឌិតគ្រប់ផ្នែកវិជ្ជានោះចាប់រៀនឋានៈទី1ឆ្នាំដំបូងគឺស្រអស្រអាណាឆ្នាំទី1ហើយតែឆ្នាំទី2ចេះតែបន្តដំណើរតទៅត្រឹមដល់ទទួលថ្នាក់បណ្ឌិត20ឆ្នាំ10ឆ្នាំ2ដង2ទសវត្សរ៍វាវែងឡាយណាម្ល៉េះហើយជួនកាលកូនដែលរៀនយូរទៅវធុញត្រាំងខ្ជិលវាឈប់ទៅអាហ្នឹងតួនាទីលោកឪពុកម្ដាយបញ្យល់កូនឲ្យស្គាល់ពីតម្លៃនៃចំណេះវិជ្ជាបញ្ញាដែលរៀនមានគុណប្រយោជន៍អីសម្រាប់មនុស្សតលរស់ដោយមានបញ្ញាបានជីវិតមានសេរីសួស្តីដឹងខុសត្រូវអីទាំងអស់រកទ្រព្យរកសម្បត្តិអីបានទាំងអស់ព្រោះបញ្ញាហ្នឹងហើយសំខាន់ឆ្នាំទី1ដែលរៀនគេទុកដូចជ្រាំងនៃសមុទ្រអាហ្នឹងត្រើយខាងអាយតែឆ្នាំទី2ចេញដំណើរពីច្រាំងហើយមកកាត់សមុទ្រហើយជាធ្វើដំណើរ
ឆ្នាំទី3ទី4ទី5ដល់មកចប់វិទ្យាល័យតើប្រឡងវិទ្យាល័យរួចហើយឲ្យកូនឈប់រៀនទៅឬកូនក៏ឈប់រៀនខ្លួនឯងទៅបុរាណនោះថាលិចទូកណ្ដាលសមុទ្រអត់ដល់ត្រើយទេលិចទូកណ្ដាលសមុទ្រណាចាំបើរៀនតពីវិទ្យាល័យទៅទៀតរៀនតទៅដល់បរិញ្ញាបត្រដល់អនុបណ្ឌិតឈប់ទៅអានឹងបុរាណទៅចិត្តដល់កំពង់លងទូបើអត់ដល់កំពង់អត់ដល់ត្រើយណាបបេះនឹងដល់កំពង់ហើយលងទូហ្នឹងព្រោះយើងឈប់រៀនបើរៀនបន្តពីបរិញ្ញាអនុបណ្ឌិតទៅបានចប់បណ្ឌិតឈ្មោះថាដល់កំពង់ហើយឈ្មោះថាដល់ត្រើយហើយអានឹងការរៀនសូត្រធ្វើម៉េចអប់រំកូនប្រុសកូនស្រីឲ្យដល់ត្រើយនឹងសូមជំរាបអញ្ចឹងនឹងតួនាទីរបស់មេដាបេដាឲ្យទៅរៀនហើយត្រូវអប់រំទៀតឲ្យតស៊ូនឹងការរៀនសូត្រឲ្យបានដល់ត្រើយអានឹងសំខាន់កិរិយាសង្គ្រោះទី3ហ្នឹងសង្គ្រោះទី4កាលណាកូនប្រុសកូនស្រីមានវិវឌ្ឍនាការចម្រើនល្មមនឹងមានគូសកលហើយក៏បីលោកឪពុកអ្នកម្ដាយត្រូវរកគូសកលឲ្យកូនប្រុសស្រីប្រពន្ធលោកបញ្រៀនអញ្ចឹងហើយខ្មែរយើងតាំងពីបរមបុរាណមកក៏យកធ្វើរបស់ប្រពន្ធនោះមកអនុវត្តតែងតែជ្រើសរើសគូសកលឲ្យកូនប្រុសកូនស្រីប្រពន្ធលោកមិនអនុញ្ញាតឲ្យកមុំកន្លោះនឹងដល់រកគូសកលខ្លួនឯងទេមិនបានព្រះអង្គលោកពីព្រោះព្រះអង្គមានបញ្ញាតែយុវវ័យមើលមិនគ្រប់ជ្រុងទេមើលតែមួយជ្រុងឲ្យតែឃើញរូបរាងមានពើសម្បល់ស្រស់ល្អរាងរូវល្អគាត់ចាត់សម្រេចថាយកជីវិតហើយមើលវាមិនគ្រប់ជ្រុងតែមានដាបេដាលោកមើលគ្រប់ជ្រុងមើលសម័យខ្លួននឹងច្បាស់លើហើយលោកសម្លឹងទៅពូជពងវងត្រកូលទៀតឃើញទេលោកមើលសពគ្រប់យ៉ាងបានប្រពុតលោកមិនអនុញ្ញាតឲ្យយុវវ័យកមុំកន្លោះដល់រកគូសកលខ្លួនឯងទេអាកមុំកន្លោះដល់រកគូសកលខ្លួនឯងនេះវប្បធម៌របស់បច្ចិមប្រទេសទេអ្នកបច្ចិមប្រទេសទេនៅអឺរ៉ុបនៅអាមេរិកទេតែយើងអត់មានទេតែឥឡូវវប្បធម៌របស់បច្ចិមប្រទេសគ្របដណ្ដប់មកលើយើងនឹងហើយកំពុងយើងអាលលោកចំក្រោយគេនេះអូកថុំក្រៃលេងហើយពោវលើសអាម្ចាស់ដើមគេទៅទៀតអានឹងរឿងមួយវិញមានដាបេដាដែលរកគូសកលឲ្យកូនមិនមែនចាប់ចងដៃបិទភ្នែកទៅការទេតាមពេលទៅលោកពុកញម្ដាយតែកូនពេញវ័យហើយគាត់សម្លឹងមើលហើយជុំវិញមានកូនណាចៅណាគេសំរុំពូជពងវត្តក៏សម្លឹងទុំចឹងដល់ពេលហ្នឹងគាត់ប្រាប់កូនថាកូនអើយម៉ែពុកឃើញកូនហ្នឹងគេសំរុំពូជពងគេល្អជាងអត់ប្រាប់កូនចឹងកូនទៅមើលមកបើត្រូវចាត់ត្រូវតឡាម៉ែពុកនឹងទៅបស្រ័យឲ្យអញ្ចឹងតែគាត់ប៉ុណ្ណឹងទេឥឡូវបាត់អស់ហើយធ្វើម៉េចស្ដារយកវប្បធម៌ពុទ្ធសាសនានឹងឲ្យកើតឡើងវិញតែបានទេតើនិយាយឲ្យវែងតែចុះមានតែលោកគ្រូទី1ម៉ែឪនឹងឯងដែលកែបានតែបានទេលោកជាម៉ែឪស្ដាប់បានទេមានលោកឯងដែលអាចកែបានវប្បធម៌ប្រពន្ធនោះឲ្យកើតឡើងវិញយើងដឹងហើយតែមនុស្សទៅវាពេញវ័យអបណាអាសេចក្តីស្រឡាញ់វាកើតមានអានោះគ្មានសាលារៀនទេណាធម្មជាតិផ្ដល់ឲ្យមកតែមកមានសាលារៀនទេដឹងតែកូនមានហើយយើងពេញវ័យហើយយើងប្រាប់កូនទៅពីរឿងគូសកលអីនោះបើម៉ែប្រាប់កូនស្រីអាត្មានិយាយអបអស់ជើងទៅចោលម៉ែប្រាប់កូនស្រីថាកូនអើយបើមានបរោះកំឡោះឯណាគេមកសំស្រឡាញ់កុំទទួលគេណាកូនណាកុំតែទទួលគេទៅតឹងទៅតេងហ្នឹងត្រូវឆ្លើយប្រាប់គេតែខ្ញុំមិនទាន់ហ៊ានទទួលបានទេបងព្រោះខ្ញុំមិនមែនជាមនុស្សឯកោម្នាក់ឯង
โดยพระอาทิตย์พระจันทร์เมียนแต่มันนี่ไอ้นี่ว่าเมียนเนี่ยหน้าพองนะพระอาทิตย์เมียนแต่มวยเมียนเงียแต่ว่างนะไปจันทร์ก็เมียนแต่มวยตั้งตัวสู้เนี่ยนะสำหรับขยำเมียนโลกปุ๊กเนี่ยมาได้ถ้าขยำมันอาเห็นตัวตู้บานเตะประเมียนโลกปุ๊กเนี่ยมาได้เฉียดทมเลยขยำรัวเรียนเมียนชีวิตเดชาคุณบำนาญระบาดโลกแท้ซาขยำโลกสลังขยำน้องตำนกบำรังขยำจังซ้ำไอ้ตำเนะตำนองตามเราคือโลกปุ๊กเนี่ยมาได้เบอร์โลกเนี่ยปุ๊กมาได้เกิดเปล่าไหมขยำตัวตู้เปล่าพอปังเรียนก้อนยังเท่าว่านั่งยังปังเรียนก้อนยาเวทดังยังดำใบเฉียกติโยมเมียนตำไลได้ยังไม่เอานังพอโบราณเวียดนามแต่นมมันได้ทมเชียงเนียแล้วทมเชียงเนียละนมนังบอกไม่เอาโอกันตีลตามโกนหายจังเมนโกนโอกันตีลตามไม่เอาแต่เธอว่าโยมเงียเธอไม่สดาว่าประเธอหรือว่าประพุทธน้องไอการเมียนหลังวิ่งคือตุกตัวเนี่ยตีอ้อยเมียดาไปดาโลกจัดแจงอ้อยขนมกูสกอนอันนั้นเรื่องสำคัญบ่มพอดหรือบ่เดาบัดบังเต้าอันนั้นสังกรติบูนสังกรติปรำการนาบกอนเมียนกูสกอหายเราใจเตรียมสมบัติอ้อยกอนตัวตามรัฐเพียบได้ยังเมียนนั่นโยมมาบอกพูดอุปนิริสับกรบออกปรำนั้นสับกรบไอ้สังกรกอนประกอบอะไรลูกเป็นเรียนบะเมียดาเบดาบานสังกรโดยเทือปรำยางในเชียเมียดาเบดาดออดดอมเมียดาเบดาเชียพระอรหันต์ระบโกนายอันนั้นจังพูดลูกเป็นเรียนเจ้าก้อนเวงลูกเป็นเรียนไอ้สังกรไหมตลอดมอมกันไม่เอาเวงตีมวยก่อนเราสังกรมไม่เอาดอยชิงเช่มไทยเรศาโลกเพราะโลกจักเจริญกรมเกลียหายเมื่อไทยเรศาเช่มโลกนะที่มวยนะที่ปีเมียดาเมดาลูกช่องบ้านไอ้ช่องเพื่อไอ้กับใบยังเชียวประกองโอนถ้าเราลูกปุ๊กเนี่ยมาได้เกิดเมียนบ่มน้องช่องบ้านในบ้านโนยังนำคะแนนตัวเพื่อไกลกลางเงี้ยนั่งจูนโลกโดยบ้านสำไรอุตยห่อถ้าทั้งไงเซลก็จังตัวสมาเตียนเซลนาวิวัดก็จังตัวเวมันรวยจังยังตามจูนก็ตัวจูนก็ตัวสมาเตียนเซลนั่งไงเกิดช่วยไกลกลางบอกเกิดก็ช่องบ้านเอาไว้เนื้อเพื่อเอาสำไรตามจัดบอกเกินที่ใบเราแทนซาปุยปวงวังตะโกระบอกก็กมอ้อยเทียเจ้าปุยปวงวังตะโกโลกปุ๊กเนี่ยมาได้จะโดนจะตาเยื้องเชียปุยปวงตะโกซับบราเปียซับบราแปรปรับไม่น่าจะมนุษย์ได้สงบชีเวียงมันเพิ่มเปื่อกระก้าวซับบราตะโกปุยปวงอาเชียนเนี่ยเมียนเซลเมียนเตียนเมียนเพียวเนี่ยชื่อศาสนาเมียนมีตาทั่วดอนชีวิตซับซัดตั้งออสแตนแต่ช่วยสังกรออันนั้นเชียตะโกนละอ้อยอันนั้นเชียนยิทายีเฮากิรซายีเฮาไอ้ตระปุยปวงวังตะโกนก็มาเอาเทียจ้องไอ้ซายืงโน่บ่ไม่เอาเชียตะโกนซับบรอดอกลุนยืงเมามันปเปรตตามลมอ่านปปอลายสีพระรำชิงบายมุกสับแบบสัตยางยืงเชียเนี่ยปมพลานปุยปองวังตะโกนได้ละยืงเอาทะเลเจ้าประยืงนางไอพุทธศาสนาบาปตีนบาปน้องปเปรตปุยปองคนละอ้อน้อยทะเลเจ้าเมียนตรงตีบริศาสนาหนึ่งมาได้เยื้องเมียนตัวเนี่ยตีเชี่ยโกนเปล่าสไลด์ได้ไทยได้ซาปุยปองวังตะโกนก็มาเอาทะเลเจ้าเป็นยันนะโดยเชียโบราณดอกแต่งท่าเอ้ยไม่เอาอาชาดอกโกนมันก็เต้าอาชามวยไปอาชาอะไรเยอะ
chia nè đã liệt bằng sự cái đây à cọ miền bánh nhá vô rồi cho cọ rồng pư cái đau cả hai cho ai nhưng mà nó mũi chia tờ cô xa bịa tu miền ấy cất bình dồn prap dương pi sự cái đấy thao cho bầm plei cho tu áo có chiaศาสนาโลกตรัสพุทธะโลกเนี่ยดังโลกเนี่ยตรัสดังศาสนาตูเมียนเป็นรีไอเมียนตาแต่ซาโดยประโลกที่บุที่ปรำกาณาบโลกเนี่ยโยกระกอมโยดุยโกนสังกรไอเอาเกิดเมียนชีวิตรอดตะบุญเดะมวยเวเลียได้ลูกอชีวิตตัวหายยอมเย็นขึ้นเมื่อมาเพียกี้จังปีปุปนลูกเป็นเรียนรุ่ยอายเอ็ดเมียนบุกกวนนาตุเตียมเตียโยไอปีนาเตโกนอันเมียนเตียมเตียโยไอปีโลกปุกเนี่ยได้ประโลกประเปรตตัวเต็มตั้มปุเป็นเรียนเมรีนหรือว่าปุปนรุ่ยอายจังไม่เอาก็โดยชนีอัดปะบะตัวเตียมเตียโยไอปีโกนพระปุปนลูกเป็นเรียนโกนรุ่ยอายเมรีนปุอะไรกันนะเพียกี้ตั้งปีบ่เพียกี้ตั้งปีเนี่ยดอกเนียงกันเนี่ยตามเมรีนหรือว่าปุปนสั้นได้เพียบกันให้เราเวียงเมียดาไปร้าบัดทีอ่านเนาะจังไม่จังยังจะเกิดมาเต็มแล้วปนังเจ้าสำได้ยังก็อธิบายเรื่องเกี่ยวกับก็เวในเต้ปะเป้วิเลียบใครไปสกายปนังสระโยตัวโยบานะแล้วสวามัยเพรีเยวิงนะปะปนลูกปนรีในสังกรกเนี่ยได้สวามัยเนี่ยเจ็บได้นั่งไม่ว่าไม่เจ็บปะไลท่าขมายแปรมอทันเนี่ยได้เชี่ยไม่ชาสไตร์ได้เชี่ยเพรียนะพวกพ่นนะแต่ไม่ชาขนมตีนี่เม่นชาโดยเชี่ยชวายเนี่ยนังขยมกำดอกชมเตะมาขนมตี
អត្តន័យផ្សេងម្ចាស់ក្នុងទីចាស់ថាថែរក្សាភរិយារបស់ខ្លួនដូចជាមនុស្សដែលគេថែរក្សារតនវត្ថុមានមាសពេជ្រជាដើមញោមញោមធ្លាប់រតនវត្ថុមាសពេជ្រជាដើមគេយកទៅដាក់ប្រអប់កាពីដាក់ក្នុងប្រអប់អីទៅដាក់ក្នុងទូដែកទៀតចាក់សោទៀតគេរក្សារតនវត្ថុនោះមិនឲ្យវាបាត់បង់ខូចខាតខ្ញុំគិតមើលយ៉ាងដៃនេះជាក៏បីថែរក្សាភរិយារបស់ខ្លួនដូចជាមនុស្សគេថែរក្សារតនវត្ថុមានមាសពេជ្រជាដើមណាខ្ញុំគិតមើលណាអាត្មាគេយកទៅដាក់ក្នុងប្រអប់គេទៅដាក់ក្នុងទូដែកទី2នោះគេការពារមិនអត់រីឯបីថែរក្សាខ្លួនដូចកម្មករទេណាញោមណារីប្រពន្ធអន្តរសត្វណងនោះមកចង់បាននៅខ្ញុំអបាយរបស់ខ្លួនបំរើស្វាមីនឹងដោយអបាយសពបែបសពយ៉ាងអានេះចំណងចង់ប្តីមិនអោយចិត្តពីយើងរួចទេតែបានទេហើយញោមណាប្រពន្ធណាដែលប្តីបែកចិត្តបែកត្រាំគិតអូយខ្លួនអញប្រហែលមិនបានបំរើប្តីឲ្យគេពេញចិត្តទេបានគេបែកចិត្តពីអញកំហុសខ្លួនឯងណាអាត្មាប្រាប់ឲ្យហើយព្រោះលោកប្រាប់តែពន្ធៈចំណងឲ្យយើងចង់ប្តីនោះឲ្យវាជាប់ដោយកាយការអរិយាប័ត្របម្រើអត់ដល់ស្វាមីនឹងទៅចង់ចិត្តឲ្យស្វាមីទៅណាមិនរួចទេជាប់ចិត្តហ្នឹងអានេះអញ្ចឹងមួយទៀតថាភរិយានឹងមានអត្តន័យថាស្ត្រីដែលរស់នៅក្រោមការដែលស្វាមីរក្សាគ្រប់គ្រងនោះផ្ញើជីវិតនឹងស្វាមីអានឹងប្រែពាក្យថាប្តីថាភរិយាឲ្យបញ្យល់ឲ្យច្បាស់មេរៀនរបស់ប្រពន្ធហ្នឹងប្តីឲ្យសង្គ្រោះខ្លួនប្រពន្ធលោកបញ្រៀននៃប្តីសង្គ្រោះប្រពន្ធត្រូវនិយាយត្រូវពោលចាំទៅកាន់ភរិយារបស់ខ្លួនតាំងពីថ្ងៃដែររៀបចំមង្គលអាពាហ៍ពិពាហ៍ដែលម៉ែឪលោករៀបឲ្យហើយជាប្តីប្រពន្ធណាក៏បីនិយាយសម្ដីល្អសុភាពរៀបសារទៅកាន់ភរិយារបស់ខ្លួននឹងសម្ដីល្អតន់ភ្លាន់សុភាពរៀបសម្ដីល្អនឹងភាសាបាលីលោកថាមេធុរវាចាគឺសម្ដីមេធុរៈគឺផ្អែមដូចទឹកខ្មុំខ្ញុំដែលបានពិសាទឹកខ្មុំម៉ែផ្អែមហើយសម្ដីយើងឲ្យផ្អែមដូចទឹកខ្មុំនេះទី2បយៈវាចាបយៈប្រែថាពេញកប់ចិត្តត្រូវចិត្តឬស្វាមីនិយាយអីមកកាន់ខ្លួនអើយមិនធុញទ្រាំតាមស្ដាប់ឲ្យចប់យល់ទេញោមណាលោកឲ្យប្រើភាសាវាចា2ទៅកាន់ប្រពន្ធមួយជីវិតរហូតដល់ថ្ងៃទីបញ្ចប់ជីវិតតាមបានទេនៅជាងហៅអូនទៅដល់មានកូនថាម៉ាក់វាម៉ែវាទៅម៉ែមីនាងម៉ែអានាងឲ្យទៅសិតតែផ្អែមទាំងអស់តាមបានទេអូយបង្រៀនវាខ្ទេចខ្ទីអស់លលីងដល់មករៀនក្នុងមួយជីវិតនេះយ៉ាងមកតែប្រពន្ធឬប្តីនិយាយពីតាមស្ដាប់ទៅទីវិជាមិនអោយបាត់មកពាក្យទេយល់ទេហើយអាហ្នឹងថាបយវាចាមេធុរវាចាមួយជីវិត
ตัวใบเมียนเรื่องไอ้ปะปวนปะเปรตอ้อยเตอจัดมันสบายจัดอัดเมียนปลาเปียกก็มาให้กำเรียมไอ้เต้เราสู้ขึ้นเนี่ยไอ้สรูจะดอสลายไอ้สรูทำมาโอนไม่เวียฮะทำมานะดอจ้าออทำไมได้หาวโอนก็ได้มันซ่อมนะฮะหรือหาวตะโอนใหญ่ตมานายละกระได้ประปวนเพื่อจันหนึ่งสบายเนี่ยไอ้ดังได้ตระงอลนั่งตระงอลเพื่อจัดประปวนตระงอลเธอจัดได้ตระงอลนั่งตระงอลก็วมสบายจันตระงอลจันนั่งสู้เนี่ยได้ยังไอ้ตีมวยนะสังกรอเงี้ยเพรเยรโดนกาเมืองเงี้ยเมียนปีเมืองเงี้ยตีมวยพระเปียสมได้ตะกัวปอบอเป็นนาได้คลุนมันสบายจัดกมแห้งกมเรียมเปียอาสระต่อการบปนนะโดยเชื่อชวายเนี่ยกิสได้ไอช่ำปมราได้ประเทศไอเวมันตราตีเมื่อเงี้ยตีปีตรับสมอัดประกวดไอประปวนแทนสาเตตกดะหูงแห้งรุนไออันนั้นทวนบบัดธรรมาเชี่ยวประปวนนั่นธรรมาเน่าจมูกจะสมเรียบบองไอ้แต่เน่าจมูกไม่เป็นแต่ปาเนี่ยไอ้ยมใส่จักก็เน่าจมูกไอ้เลี้ยแต่เน่าจมูกไม่เป็นแต่หัวเราะจังเรียนด้วยเป็นเรียนด้วยยุ่งยองอ่อนเรื่องมันละไอ้โยมแต่วิธีแม่นั่งเชียงไห้น่าจะไม่เอาสบายเชียงเนี่ยอัดเอายังรักษาแต่ตระบานสมบัติอันลูกเป็นเรียนจ้ะไอ้บ้านเนี่ยรีนาแต่บ้านบรอบ้านเชียงกวางไห้อะไรสู้อะไรเตะหาก็ตระอันเมนปปวนกิเตขยมกิเตกิจูนมาปมรากิเตสาบานเนี่ยไอ้แต่น่าประเดี๋ยวละหูไงตรับสมบัติตะลุไอปันตบซาติมาโฮพระตะประและกันนะนั่งอำเภอกายบิกานั่งไปนี่นั่งขยมเนี่ยนะเปล่านั่งขยมเนี่ยได้กี่เท่าจ้ะประเดี๋ยวปวนอันเมียนเตตรับสมบัติเอาเลิกปวนตั้งปันแต่ปุยปวงตะโกนขมายยืนปีหน้าปีต่อเท่าตะปวนอัดเมียนเอาเลิกประเดี๋ยวเตปันนาบเมียนประไม่เอาไว้ง่ายเรียนไอ้สรุปไอ้ท่านไม่ยกเพื่อนท่านมันได้ก็เจ้าตึกพนักอย่าโยมโอ้ยเป็นเจ้าใหญ่ปีละอ้อเล่นยัยปีกาตรับสมบัตินั่งกับมันอ้อยเมืองงี้ปนอยโยเพราะมันได้ตัวนามันน้ำได้เต้าคลุนตัวเต้แบบคลุนสำรับใส่ตึกเพสิเชียจุบอย่างนี้ว่าเราแต่เมียนประกาศคลาประจำคลุนเนี่ยประจำคลุนนี่ได้สม
រៀនហើយល្ងាចបើកមើលកបោប្តីហ្នឹងតែប្តីសុំទីប្តីត្រូវប្រាទី3សង្គ្រោះដោយថែរក្សាចិត្តរបស់ត្រង់នឹងខ្លួនកុំឲ្យបែកបាក់ងាកនារីដទៃចង់មានប្រពន្ធព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកសម្ដែងប្រពន្ធមានរឿងអីប្លែកទេលោកអាបម្មជាតិផ្ដល់មកឲ្យមានមួយនឹងនេះតែបើលើកពីមួយមិនមែនប្រពៃណីមានតែទឹកតូចធំមកឡថាតូចក៏នៅតែមានញីឈ្មោលដែរអានឹងហៅប្រពៃណីលោដល់រុក្ខជាតិដើមឈើក៏មានខ្ញុំអត់មានខុសអីគ្នាទេមនុស្សក៏ត្រូវមានស្រីប្រុសសត្វក៏ត្រូវមានញីឈ្មោលរុក្ខជាតិដើមឈើក៏មានញីឈ្មោលដែរអានឹងបញ្ជាក់ថាធម្មជាតិនៅឲ្យប្តីប្រពន្ធប្រពៃណីមួយនឹងមួយតែដល់មាន12 13ប្រពន្ធលោកថាប្រពៃណីតាប់អំពើដែលបីបំផ្លាញខ្លួនឯងជោគជ័យគ្រឿងវិហើយបើបុរាណដូនតាខ្មែរគាត់ថាមកនៅសម្បៅតែបើតរកជំងឺហ្នឹងឈឺយកចាក់រុនរោគនៅថាអញ្ចឹងដែលប្រព័ន្ធគេស៊ូបដូរបើយើងគិតឲ្យជ្រៅទៅម៉ែឪប្រពន្ធរបស់យើងគេឃើញតែយើងល្អគេស្រឡាញ់តែគេឲ្យកូនយើងកូនគេស្រឡាញ់ណាស្មើជីវិតរបស់ផងគេណាលះឲ្យយើងគេយល់ថាតាកូនល្អឲ្យកូនមកយើងយកគេមកធ្វើបានសេចក្តីតែយ៉ាងប្រុសយើងម្ល៉េះម៉ែឪគេខកចិត្តហើយអញ្ចឹងណាគេស្រឡាញ់យើងណាគេជឿតែយើងមិនគេសោះចិត្តលះកូនគេមកឲ្យយើងនឹងអញ្ចឹងឥឡូវដល់ទៅណាញោមណានិយាយឲ្យវាជ្រៅប៉ាអាត្មានិយាយថាតាមពុទ្ធទេណាបើខឹងនឹងអាត្មានិយាយក្នុងទេខឹងនឹងពុទ្ធឥឡូវនិយាយនៅទូទៅនៅលើពិភពលោកនេះជា9ប្រពន្ធលោកថាស្ត្រីនេះមានទី2ទុកពោះកូនប្រពន្ធលោក5ចៅការពោះកូនមិនមែនស្រួលទេណានឹងអត្ថ
ស្ត្រីខ្លួនឯងនេះប៉ះពាល់ត្រូវខ្លួនឯងប្រហើយទុកប៉ុណ្ណាទុកទីកូនឈឺចាប់ចិត្តទៅនឹងស្លាប់ត្រឹមប្រសូតកូនរួយទី4ប្តីទី5ប្រត់ប្រាស់ពីម៉ែពីឪនោះមកនៅជាមួយនឹងប្តីយើងគិតមើលមកកូនណាចង់បែកពីម៉ែឪនឹងដែលជាអ្នករក្សាកូនបាត់អត់ទេបែកពីម៉ែពីឪមកនៅជាមួយនឹងប្តីសពអត់គេលៀបបងទុករបស់ស្រី5នឹងត្រួតមកលើ4ដោយការប្រពន្ធប្រាប់ឲ្យណាញោមមកប្រោដឹងថាប្រពន្ធរបស់ខ្លួននឹងទៀតបើអញ្ចឹងត្រូវមានមេត្តាទៅលើប្រពន្ធរបស់ខ្លួនណាកុំឲ្យចិត្តផ្លូវកាយអីញើសតចិត្តលះបងម៉ែឪមកនៅយើងរម៉ែឪគ្នានឹងគឺតែយើងល្អហើយដូចគេរសាកូនគេអញ្ចឹងឲ្យមកយើងកើតអរិយតែកុំឲ្យលួងឡាថាគាត់មើលសំចិត្តអញ្ចឹងខ្លួនជុំឯងណាកន្លែងណាកូនជុំវិញខ្លួនមកផែនកុំឲ្យតែមើលឡាយមិនលេងនារីណាមានតែឃើញនារីល្អយើងឃើញយ៉ាងបើឃើញលោកប្រាប់ឲ្យយកបញ្ញាមកគិតឃើញនេះដូចជាអាចនារីនេះទុកដូចជាប្អូនដូចជាអញទៅដូចជាមីងអញអ៊ំអញអញ្ចឹងណានឹងយកបញ្ញាមកសង្កត់ឲ្យគិតទេត្រូវដឹងប្រពន្ធលោកเป็นរៀងគ្រប់អានេះត្រូវប្រគល់នៅវាមេគ្រប់មុខភរិកុំឲ្យវាបំពល់យើងមេគ្រួសារនៅប្រពន្ធលោក5អញ្ចឹងតាខ្មែរលោកថាខ្លែងខ្យល់ថ្កើងឲ្យសំចៃទុកផ្ទះធំស្រណុកត្បិតភរិយាជាត្រឹមគង់វងក៏ដោយសារស្ត្រីគេល្អក៏ប្រុសប្រពន្ធដែរយកព្រះវៈជាអាចមុខគេធ្វើមេទៅជួយគ្រឿងមាសពេញខ្លួនយល់មកប្រពន្ធលោកឆ្វេង
ឈ្មោះថាស្រីនៅលើដីស្រីតុបតែងរាងកាយជាងបុរសគឺទេត្រូវការតុបតែងរាងកាយបានប្រពន្ធតែបញ្ចាំងប្តីតែងរាងកាយសម្លៀកបំពាក់គ្រឿងចាត់របស់ប្រពន្ធទៀតបើប្តីគិតយ៉ាងហ្នឹងនិយាយពីប្រពន្ធសប្បាយចិត្តក្នុងយើងឯងនឹងគិតទំនុកម្រងតាំងពីសម្ពត់ខោអាវរឿងអារាងកាយមាសពេជ្រមានក្តីភាពទំងន់ធ្ងន់មកលើនេះចេញពីម៉ែតែឲ្យប្រពន្ធនឹងកាន់តែមានភាពក្តីភាពគាត់មើលមកប្រពន្ធលោកឲ្យសង្គ្រោះប្រពន្ធ5យ៉ាងហ្នឹងឯងអានេះប្តីសង្គ្រោះជួយប្រពន្ធណាបើឥឡូវពីប្រពន្ធវិញឲ្យសង្គ្រោះប្តីក៏5យ៉ាងដូចគ្នាដែរទី1ភរិយាត្រូវគោរពពេលធ្វើម្ហូបអាហារបរិភោគក្នុងគ្រួសារប្រពៃណីទៅម៉ោងណាពេលណាត្រូវធ្វើឲ្យឆ្អិនសម្រាប់បរិភោគកុំឲ្យយើងបណ្ដែតបណ្ដោយថ្ងៃណាយើងល្ឯងក៏ធ្វើទៅថ្ងៃណាខ្ជិលក៏បណ្ដែតបណ្ដោយទៅឲ្យវហូម៉ោងហួសពេលអានឹងអត់ត្រូវទេបើយើងសង្គ្រោះសិទ្ធិរបស់ប្តីដែលមកពីធ្វើការវិញវាក្លៀនអាហារមកដល់មានអាហារបរិភោគបំបត្តិសេចក្តីស្រេកឃ្លានហ្នឹងទៅว่าសេចក្តីស្រេកឃ្លានជារោគបំផុតពុទ្ធថារោគគ្មានថ្នាំឲ្យព្យាបាលជាតែអាឃ្លានហ្នឹងមានតែថ្នាំគឺទប់3-4ម៉ោងទប់3-4ម៉ោងទេបំបត្តិអាឃ្លានហ្នឹងឲ្យបាត់ទៅនោះព្រឹកឡើងលេបមកពេលឡាគុយទាវមីនំបញ្ចុកទប់ណាលេបទៅបានមកដណ្ដប់រើទៀតឲ្យឃ្លានឯលេបម្ដងទៀតលេបពីម៉ោងមកដណ្ដប់ម៉ោង5អស់ជាតិនឹករើម្ដងទៀតអានឹងរីមកការឈឺដូចគ្នារោគក្លៀនតែកើតរោគក្លៀនអត់សប្បាយចិត្តទេលើងសួរទៅអីណាព្រឹកមិនដាំទីគោរពធ្វើមកអាហារប្រចាំតែសង្ឃដូចសង្ឃនិយាយ
ការងារវាក្រត្រឹមសេចណាអាត្មាថែរក្សានឹងក្រុម
5បងត្រូវខ្វះជាល្អតប្រាប់តើអើយបុរាណជាទៅវាស្ដោះទៅមកលើទ្រូងឯងបើអញ្ចឹងក៏បីល្អមករបស់យើងជាភពឲ្យសត្វណាំនៅក្នុងភូមិយើងសង្ឃនេះជាសុភមង្គលនៃជីវិតយើងប្តីប្រពន្ធមានតែចង្រៃ
ណា tâmពុទ្ធបរិស័ទលោកដាកូននេះទទួលទីបត់បច្ចុប្បន្នបញ្ញាកើតឡើងហើយមេបើចឹងក្នុងឱកាស